तुमको निगाहों में इस तरह छुपा लेंगे तुम चाहे बचो जितना हम तुमको चुरा लेंगे हो तेरी आशिकी में जाना तेरी आशिकी में जाना दुनिया भुला देंगे तुम चाहे बचो जितना हम तुमको चुरा लेंगे होការក្រាបថ្វាយបង្គំគុណចាស់បងប្អូនយើងទាំងអស់នៅក្នុងពេលនេះគណៈធម្មយាត្រាយើងឡើងទៅថ្វាយបង្គំមូលកណ្ដកត់ព្រះសម្មាសម្ពុទ្ធលើភ្នំកិច្ចកោដ្ឋហើយផ្លូវដែលដើរនេះគឺថាផ្លូវតាំងពីសម័យព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅនោះឯងតែមានព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តឡើងចុះព្រះអរហន្តទាំងឡាយនិមន្តឡើងចុះរួមទាំងស្ដេចតែត្រូវទៅគាល់ព្រះសម្មាសម្ពុទ្ធអីស្ដេចពឹមវិសាយឡើងតាមនេះឯងតាំងពួកព្រាហ្មណ៍ពួកសេនាបតីស្ដេចនោះដតីទៀតតែមកគាល់ព្រះសម្មាសម្ពុទ្ធក៏ឡើងចុះតាមផ្លូវហ្នឹងឯងអញ្ចឹងផ្លូវដែលយើងកំពុងទៅនេះគេហៅផ្លូវភ្នំកិច្ចកោដ្ឋឡើងភ្នំកិច្ចកោដ្ឋចំណែកភ្នំខាងនេះបណ្ណវៈហើយនេះហើយដែលហៅចង្កេះភ្នំកិច្ចកោដ្ឋដែលយើងតែងតែបានថាសវោដែលព្រះមហាធរៈលោកតែងតែឃើញប្រេតឃើញសត្វនរកនេះនេះមកជនីនេះឯងមកជួរនេះតែមកឃើញហ្នឹងគេថាមកជួរហ្នឹងគឺជាជើងភ្នំកិច្ចកោដ្ឋសូមអនុមោទនាកាលនោះព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់បាននិមន្តតាមផ្លូវនេះឯងដើម្បីព្រះអង្គទៅឡើងទៅលើប្រគុណកតលើភ្នំកិច្ចកោដ្ឋកាលនោះឯងភិក្ខុទេវទត្តបៀតបៀនព្រះសម្មាសម្ពុទ្ធដោយប្រការៈដតីមិនបានទៀតដោយការបៀតបៀនពមានភិក្ខដូចជាឲ្យគេបលែងនៅដំរីណាឡាគិរីទៅព្រិចព្រះអង្គក៏មិនបានបញ្ជានៃខ្មាន់ធ្នូក៏មិនបានណាក៏ធ្វើមិនសម្រេចខ្លួនឯងនឹងក៏មានបំណងថាឥឡូវនេះទុកឲ្យខ្លួនឯងចាត់ការផ្ទាល់ខ្លួនហើយនេះសូមចម្រើនពរញាតិញោមកណ្ណាគុណចាស់នៅកន្លែងនេះគឺជាហៅថាជ្រោះមរណៈឬក៏ជ្រោះផ្ដាច់ជីវិតកាលពីមុនណាមិនរៀបអញ្ចឹងទៅញាតិញោមជ្រៅណាស់បងជ្រៅណាស់នេះដែលយើងឆ្លងកាត់ស្ពាននេះណាពេលដែលអក្រិតជនដែលបានប្រព្រឹត្តខុសនៅក្នុងនគររាជក្រឹសនេះបើទោសទៅត្រូវប្រហារជីវិតព្រះបាទពិមពិសាព្រមទាំងរាជបរិសទាំងឡាយដែលនៅក្នុងនគរនេះដែលហៅថាជាអ្នកអនុវត្តតាមច្បាប់ស្រុកនេះយកជនដែលត្រូវកាត់ទោសប្រហារជីវិតនោះទៅលើភ្នំនៅលើភ្នំនៅចុងលើកន្ទួលលើយ៉ាងណាលើកន្ទួលនោះតែលើកន្ទួលបានរុញច្រានទម្លាក់ទៅលើភ្នំមកលើជ្រោះនេះសម្លាប់តែម្ដងបងណាបណែយកអើយមកដល់เป็นยังไม่เคยทำស្មាតើមានដែរសុំតោជាច្រើនខ្ញុំអញ្ចឹងដល់កន្លែងហ្នឹងទម្លាក់ថ្មមកដល់បាក់អាកតិចថ្មហ្នឹងមកបានមកកិនប្រមានប្រភេទនេះកិនចំពោះព្រះបាទព្រះសម្មាសម្ពុទ្ធហ្នឹងក៏ពើឡើងស្បែកហ្នឹងឡើងជាំខ្មៅដល់ចំខ្មៅចឹងទៅជាមានអាពាធទៅនៅក្នុងការនោះឯង
ខាងពេទ្យជីវកៈក៏មករផតនឹងក៏បានរដ្ឋនីពមានភាពជាបាលវះកាត់ថ្វាយព្រះអង្គពេទ្យនឹងក៏វះកាត់ស្បែកដែលដាច់ចេញមកនឹងឯងជាបាលប្រមានភាពអញ្ចឹងកន្លែងហ្នឹងហើយកន្លែងទេវតាត់ប្រមានមកកាន់ព្រះហើយញាតិញោមណាបោះព្រះមហាមុខលៀនញាតិញោមដែលអស់កម្លាំងមើលក្រមក៏បានដែរជួបចាំទៅស្រុកនេះនៅចិត្តនគរបើយើងចង់ឡើងមកឡើងមកនេះគឺជាគុហីរបស់ព្រះមហាមុខលៀនញាតិញោមពុទ្ធបរិស័ទទាំងអស់ធ្លាប់បានសិក្សាធ្លាប់បានឮបានដឹងបានស្គាល់ព្រះមហាមុខលៀនយ៉ាងច្បាស់តាមគម្ពីរឬក៏ស្ដាប់ធម្មទេសនាផ្សេងទាំងអស់ពោព្រះមហាមោគលានគឺអេតកៈកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងសម្ដែងរិទ្ធនិងជាអគ្គសាវកឆ្វេងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅក្នុងពុទ្ធបាទនេះសូមអនុមោទនាណានៅក្នុងថ្ងៃ15កើតពេញបូរមីខែមិញដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅវេទនាបរកហសូត្រចំពោះទីឃៈអ្នកបរិពាជុដែលជាក្មួយរបស់ព្រះសិរីបុត្របានសម្រេចអនាគីព្រះសិរីបុត្រដែលកំពុងតែបកផ្លិតថ្វាយព្រះសម្មាសម្ពុទ្ធក៏បានសម្រេចជាព្រះអរហន្តរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាត្រង់លើភ្នំកិច្ចកោតនេះក៏លំដាប់ពីនេះទៅសូមជួយលោកគ្រូធម្មអាចារ្យធម្មននវ៉ាន់ច័ន្ទសរ៉ែនសម្ដែងនៅជុំវិញបញ្ហានេះតាមកាលដ៏គួរណាសូមអនុមោទនាកណាពុទ្ធបរិស័ទលោកតាលោកយាយបងប្អូនយើងទាំងអស់ទានបានមកដល់ភ្នំកិច្ចកោតដែលជាកន្លែងល្បីល្បាញទានជាមូលកណ្ណកតសម្រាប់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទាំងអស់ទានគឺព្រះអង្គទ្រង់តែងតែគង់អាស្រ័យលើភ្នំកិច្ចកោតនេះដែលកិច្ចកោតនឹងមានរាងដូចជាសត្វថ្មាទានកំពូលភ្នំនឹងហើយរាងភ្នំនឹងបានជាមានឈ្មោះថាជាកិច្ចកោតព្រោះរាងដូចជាសត្វថ្មាបកណាគ្រប់ព្រះអង្គពុទ្ធបរិស័ទទាំងអស់ទានសម្រាប់មូលកណ្ណកតព្រះសម្មាសម្ពុទ្ធលើភ្នំកិច្ចកោតនេះសំខាន់ណាស់ទានព្រោះថាមានមូលកណ្ណកតលើភ្នំកិច្ចកោតនេះផងមានមូលកណ្ណកតនៅឯវត្តចេតពុនផងនិងនៅឯក្នុងព្រៃអិសេបតនៈមគតិយវ័នដូច្នេះព្រះសម្មាសម្ពុទ្ធតាំងអំពីព្រះសម្មាសម្ពុទ្ធកកសន្ធោព្រះសម្មាសម្ពុទ្ធកោណាកមនោព្រះសម្មាសម្ពុទ្ធប្រកាសបោព្រះពុទ្ធបរមគ្រូនៃយើងក៏ព្រះអង្គគង់អាស្រ័យលើភ្នំកិច្ចកោតនេះព្រះពុទ្ធអនាគតក៏ត្រូវមានអាស្រ័យគង់នៅទីនេះផងដែរបកណាក៏ព្រះអង្គនៅទីនេះមានជុំវិញភ្នំទាំងឡាយទាំងនេះទីក្រុងរាជក្រឹសគូឲ្យលបាញ់ល្បីណាស់ភ្នំនៅជុំវិញនេះហើយភ្នំកិច្ចកោតនេះដែលយើងនៅទីនេះព្រះអរហន្តទាំងឡាយលោកគង់នៅជុំវិញនេះឯងទាំងហើយព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គគង់អាស្រ័យទីនេះហើយនៅតាមជើងភ្នំកិច្ចកោតនេះសម្បូរដោយពួកសត្វប្រេតទាំងប្រេតច្រើនណាបើសិនបើយើងមានទឹកបច្ចៈខោឃើញនឹងខ្លាចយ៉ាងយឺតទាំងព្រោះប្រេតនឹងឡើងអាណេញអាណោនគ្រប់ទីកន្លែងនៅជើងភ្នំកិច្ចកោតនេះដែលព្រះថេរៈលោកបានឃើញតែដូចជាព្រះលក្ខណៈថេរៈអីអាស្រ័យឃើញនៅប្រេតនេះឯងនៅភ្នំកិច្ចកោតនេះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងជាមួយតថាគតឃើញតាំងពីព្រះអង្គត្រាស់ដឹងប៉ុន្តែអត់មានណាជាស័ក្តិសិទ្ធិអញ្ចឹងបានព្រះអង្គសម្ដែងរឿងប្រេតនីមួយៗនៅតាមជើងភ្នំកិច្ចកោតនឹងហើយព្រះសម្មាសម្ពុទ្ធដែលយើងព្រះអង្គត្រាស់ដឹងនៅឯពុទ្ធគយាឯនោះទេនៅកន្លែងនឹងដែលយើងបានទៅនមស្ការថ្វាយបង្គំគោលមហាពោធិ៍នោះបន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹងមក2ខែព្រះអង្គទៅសម្ដែងពធនៅឯបរិញ្ញាស័យព្រៃអិសេបតនៈមគតិយវ័នបន្ទាប់មកព្រះអង្គក៏ទៅផ្សព្វផ្សាយព្រះធម៌ដល់ឧរុវេលកាសបៈកយាកាសបៈនទីកាសបៈនៅឯឧរុវេលាហើយព្រះអង្គក៏បាននិមន្តចូលមកកាន់ក្រុងរាជក្រឹសជាមួយនឹងព្រះភិក្ខុសង្ឃទៅនោះឯងអរគ្នាពោសូមយកតាំងចិត្តពុកសូមជូនមគ្គផលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាគុណញាតិកា7សន្តានជីដូនជីតារស់នៅទីណាលោកម្ចាស់ចែកឋានសូមជូនមគ្គផលកុសលកម្មការសូមសុខសាន្តដល់ឋានផុត
ดตรงเตวีกรทวานนิเวศยงสัพเพโลกัมเมเยสัตตาจีวันตาหาระโอจนังสัพเพละพันตุเมเมเจตสาเตសូមអនុមោទនាបុណ្យមានរបស់របរសូមទៅតាមប្រុងប្រយ័ត្នរៀងខ្លួនសូមអនុមោទនាលោកឥឡូវយើងដល់ហៅថាអារាមរបស់ជីវៈមន្ទីរពេទ្យរបស់អាជីវៈថ្វាយចំពោះព្រះដែលមានពភាដើម្បីកសាងជីវ័តបងឈ្មោះជីវកម្មបវារាមនេះកន្លែងហ្នឹងជាអារាមរបស់អាជីវៈថ្វាយចំពោះព្រះដែលមានពភាអញ្ចឹងយើងរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធដោយសង្ខេបទាំងអស់គ្នាបងរីកេរយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាព្រះដ៏មានព្រះភាអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអេតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយញាតិញោមធ្លាប់ឮហើយថាពេលដែលជីវៈជាអ្នកព្យាបាលចំពោះព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះភិក្ខុសង្ឃមានពាក្យខ្លះហៅថាលោកគ្រូពេទ្យទេវតាបងអញ្ចឹងនៅទីនេះញាតិញោមពុទ្ធបរិស័ទជាមន្ទីរពេទ្យដល់សម័យខាងក្រោយមកក៏ថ្វាយចំពោះព្រះដែលមានពភាធ្វើជាវត្តបងដើម្បីថ្វាយចំពោះព្រះភិក្ខុសង្ឃញាតិញោមពុទ្ធបរិស័ទទាំងអស់បានចំណងមកទីនេះតាមការពិតកន្លែងនេះក៏ជាកន្លែងដ៏សំខាន់បងដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនៅសាមញ្ញផលសូត្រសម្ដែងអំពីអនិច្ចំទុក្ខំអនត្តាដែលញាតិញោមធ្លាប់ពិចារណានៅសាមញ្ញផលសូត្រទាំងនេះគឺព្រះសម្មាសម្ពុទ្ធសម្ដែងនៅទីនេះបងវៈតោអរហតសម្មាសម្ពុទ្ធសនមោរំជាត្រៃរតន៍គោរមជាមលរំត្រជាងនៃលោកកាព្រះរោព្រះទេនៃព្រះពុទ្ធនៃសន្តានព្រះសាសនាសូមគុណត្រៃរតន៍ជួយកែរាឲ្យបានសុខសាបរិទៅឥតិបេសោភគវិអរហង្គសម្មាអង្ហង្រីខ្ញុំសូមអង្គភិវេតគុណព្រះមនីម្នាក់ការបដិបត្តិបច្ចេកទេសនៅក្នុងការអប់រំចម្រើននៅអបណាបាណសតិក៏បីតម្កល់នៅសតិទុកត្រង់រំបបមាត់ទីខាងវាអសសន្តោទីខាងអសសាមិតិបជានតិការបើដកដង្ហើមចេញចូលវែងក៏ដឹងថាអាត្មាដកដង្ហើមចូលវែង
ទីខាងវាបាសសានតោទីខាងបាសសាមិនទេបជីនេតេការបើដកដង្ហើមចាញ់វែងក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចាញ់វែងរសាំងវាអាសសានតោរសាំងអាសសាមិនទេបជីនេតេការបើដកដង្ហើមចូលខ្លីក៏ដឹងច្បាស់ថាដកដង្ហើមចូលខ្លីរសាំងវាបាសសានតោរសាំងបាសសាមិនទេបជីនេតេជន់តាមថ្នាក់ដូចសពថ្ងៃឲ្យតែសត្វណាមាននិស័យអង្គព្រះចិនស្រីទីនេះមានឈ្មោះថាវេលវ័នជាឧទ្យានរបស់ស្ដេចពំពិសាបរិជាប្របាទពំពិសាហ្នឹងក៏បានប្រកាសប្រាប់ទៅបពុតពមានពាក្យដ៏ចម្រើនខ្ញុំព្រះអង្គសូមស្វាសូមថ្វាយនៅឧទ្យានវេលវ័ននៃឯងជាអារាមចំពោះព្រះមានភាពសូមព្រះអង្គនិងព្រះភិក្ខុសង្ឃគង់នៅចឹងបានព្រះសម្មាសម្ពុទ្ធនិងព្រះភិក្ខុសង្ឃក៏បានមកគង់នៅទីនេះអញ្ចឹងនៅក្នុងវត្តវេលវ័ននេះជាកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្កើតជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនានេះទៅក្នុងរាជក្រឹសនេះអត់មានបានណាត់បានអីឲ្យពេលវេលាហ្នឹងឯងជាថ្ងៃ15កើតពេញបូរមីខែពិសាខែមិទៅទៀតចឹងបានភិក្ខុទាំងឡាយមកជួបជុំគ្នាពេញវត្តវេលវ័ននេះទើបព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងនៅអវាទបាតិមកពេលដែលបានមកជួបជុំគ្នានៅក្នុងទីនេះជាថ្ងៃពិសេសដែលយើងប្រពមេកបោជាណាពុទ្ធបរិស័ទណាមេកបោជាប្រពរឿងរ៉ាវដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងអវាទបាតិមកក្នុងវត្តវេលវ័ននេះឯងអវាទបាតិមកគឺជាចំណុចសំខាន់បេះដូងធម៌នៅក្នុងព្រះពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាខន្តីបរមង្គតបោតេតខាអំណត់គឺសក្តីអត់ធន់ជាតបៈធោដ៏ក្រៃលែងផុតសោកសៅនឹងចំណុចទី1ដែលក្នុងអវាទបាតិមកចំណុចទី2ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងមានន័យថានិព្វានੰបរមង្គវតន្តិពុទ្ធាព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថាព្រះនិព្វានជាគុណជាតិដ៏ដងឧត្តមមានតែព្រះនិព្វានទេដែលរួចផុតចាកខណ្ឌរួចផុតចាកអំពីរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌសត្វលោកដែលត្រាច់ទៅក្នុងលោកនេះឯងដោយអំណាចនៃកាមភពរូបភពអរូបភពរមែងញ៉ាំងសត្វដែលមានសេចក្តីទុក្ខទោះបីទៅដល់នៅក្នុងរូបភពក៏នឹងត្រឡប់មកកាន់កាមភពវិញទោះបីទៅដល់អរូបភពក៏នឹងត្រឡប់មកកាន់កាមភពវិញព្រោះស្ថិតនៅក្នុងសភាពមិនទៀងជាទុក្ខជាអនត្តាមានតែព្រះនិព្វានទេដែលមានសេចក្តីសុខដ៏ក្រៃលែងព្រោះព្រះនិព្វានមិនមានខណ្ឌទើបបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថានិព្វានੰបរមង្គវតន្តិពុទ្ធាព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថាព្រះនិព្វានជាគុណជាតិដ៏ឧត្តមនឹងព្រះអង្គប្រកាសសម្ដែងនៅទីហ្នឹងទៀតបានព្រះអង្គប្រកាសសម្ដែងទៀតថាអ្នកសមណោហោតិបរាំងវិហេតយន្តោបរូបគាតីអ្នកបរូបគាតីអ្នកសមណោហោតិបរាំងវិហេតយន្តោបុគ្គលណានេះមួយដែលបៀតបៀនសត្វដទៃបុគ្គលនោះឯងមិនឈ្មោះថាជាសមណៈទេយកមគ្គផលសាបបាបស្សអករណង្កិរិយាមិនធ្វើនៅអំពើបាបទាំងពួងកុសលសៈឧបសម្បទាការបំពេញនៅកុសលធម៌ទាំងពួងសច្ចតបរិយោតបណង្ការដកខាត់សម្អាតចិត្តអេតាំងពុទ្ធានាសាសនំទាំងនេះជាពាក្យព្រានប្រដៅនៃព្រះពុទ្ធទាំងឡាយអនុពវាទោការមិនពោទោសតេះដៀលអនុបគាតោការមិនបៀតបៀនគ្នាណាអនុពវាទោអនុបគាតោបាតិមកខេចសង្វរោការសង្រួមនៅក្នុងបាតិមកមត្តញ្ញតាចពតតាសមឹងការដឹងប្រមាណក្នុងផាត់កិរិយារឹកទីសនាស្ងាត់ដើម្បីជាកាយវិវេកដើម្បីជាចិត្តវិវេកនេះព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងទៀតទាំងអស់នឹងឯងដែលជាអវាទបាតិមកបានពមានពាក្យបានថាអធិចតេចអាយោគោអេតាំងពុទ្ធានសាសនំ
ការដែលយើងនឹងឯងជាយាមអប់រំចម្រើនរឿយនៅក្នុងអធិចិត្តការប្រកបព្រមទៅដោយអំណាចនៃអធិចិត្តហ្នឹងគឺអធិបញ្ញាដែលបញ្ញានឹងឯងជាសេចក្តីស្ងប់ព្រោះកំចាត់កិលេសអធិចិត្តនឹងវាព្រោះជាការកំចាត់នៅនិវរណៈជាគ្រឿងកិលេសទាំងអស់នឹងជាពាក្យបង្រៀនព្រាបដៅនៃព្រះពុទ្ធអញ្ចឹងបាតអវាទតែបាតមកដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងនេះមានគុណតម្លៃកត់ថ្លៃមិនបានជាគុណជាតិប្រសើរក្រៃលែងដែលបកណាគ្រប់ព្រះអង្គពុទ្ធបរិស័ទបានស្ដាប់ថាព្រះដ៏មានព្រះភិក្ខព្រះអង្គប្រកាសសម្ដែងនៅក្នុងការប្រជុំចតុរង្គសន្និបាតនៅភិក្ខុទាំងឡាយក្នុងថ្ងៃ15កើតពេញបូរមីខែមិនៅក្នុងទឹកដីវត្តវេលវ័ននេះឯងសូមអនុមោទនា ទេវាកន្ត្វានិវេតយងសាពេលោកម្មហយេសត្តាតាហារហេតកាមនញ្ញងភោចនំសាពេលផន្តុមមចេតសាទេសូមឲ្យព្រះពុទ្ធសាសនារងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាបញ្ចកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសាជាមុនីសម្ពុនត្រង់ត្រាស់ថានាថេសន្តិបរំសុខំពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយសូមអនុមោទនា ចម្រើនពរញាតិញោមគណៈគុណម្ចាស់ទាំងអស់ថានេះគឺជាគេហដ្ឋានរបស់ព្រះសារីបុត្រហើយក៏ជាភូមិហៅថាភូមិអបទេសៈផងដែរនៅតំបន់នេះ កន្លែងនេះគឺជាកន្លែងដែលព្រះសារីបុត្រនឹងព្រះអង្គបានប្រសូតក៏កន្លែងហ្នឹងនិងបរិនិព្វានក៏នៅកន្លែងហ្នឹងដែរក្នុងការបរិនិព្វានរបស់លោកគឺនៅត្រង់បន្ទប់ដែលលោកប្រសូតហើយការបរិនិព្វានរបស់ព្រះធម្មសេនាបតីសារីបុត្រនេះក៏សរបញ្ជាក់ឲ្យឃើញថាពេលនោះញោមស្រីរបស់លោកគឺនាងសារីព្រាហ្មណីអត់ទាន់ជ្រះថ្លាក្នុងពុទ្ធសាសនាទេ ការដែលលោកដាក់កាលវេលាលោកបរិនិព្វានគឺបានសុំ